សម្រាប់សម្រាប់ការស្រីបន្ទោសណាច់មើលខំច្រើនពេកហើយតាមចង់លេងតែមិនធ្វើជួយជាតិអាចចង់ធ្វើឲ្យពិបាកគ្រាន់តែគុំខ្លួនក្នុងបេសកជនពួកជាក្នុងទស្សនៈជាពួកជាមិនអាចធ្វើឲ្យបានទេមកលោកនេះទៅពេលនេះទៅយកទៅដល់នគរអាចយកកណ្ដាលត្រូវគេមើលដឹងទៅខ្ញុំប្រតាមថ្ងៃពេលនេះគឺមានរបស់នេះជួយឲ្យចាណាក៏ពីរថ្ងៃដែរយ៉ាងយូរកាលជាសូមឲ្យធម្មត្រីស្រីក៏គោរពព្រះនាងដែរមិនអាចអប់រំទងបានពេលនេះទៅតែធំឡើងនៅក្នុងដំណាក់ត្រជាក់គឺគួរឲ្យអាណិតបែបនេះឯងបងមើលចុះគឺខ្ញុំដឹងថាបងហៅខ្ញុំចេញមកមិនងាយស្រួលទេតែអមចាស់តានេះគឺកលិចខ្លាំងណាស់គេមិនចង់ឲ្យព្រះនាងទៅវិញទេតែខ្ញុំក៏មិនចង់ធ្វើឲ្យបាច់ចំហហើយនេះគួរតែឲ្យលោកម្ចាស់ទូទៅតែម្ដងទេមន្ត្រីស្មោះត្រង់គឺមិនចេះប្រែប្រួលតាមកលតិស័កដល់ពេលនោះពួកយើងធ្វើឲ្យខូចការអស់អញ្ចឹងគឺយ៉ាងម៉េចទៅគឺយ៉ាងម៉េចដែរលោកម្ចាស់ទូម្នាក់នេះប្រកាសជាបដូរបាននោះទេគួរតែឲ្យព្រះមហាសេចចាត់មន្ត្រីស្រីដែលមានសមត្ថភាពម្នាក់គ្មានផ្សេងទៀតទេមន្ត្រីស្រីដែលអាចប្រើការបានក្នុងជីវិតគឺមានតែប្រមាណអ្នកតែប៉ុណ្ណោះលោកថាតែបងមានចេតនាចង់រកលេហៅមន្ត្រីស្រីភ័យនោះអត់នោះទេប៉ុន្តែគេដូចជាមានការចុះពីដែរមិនសាកសមទេហ្នឹងប្រកាសជាមិនសាកសមបានហើយមកពេលនេះមានទៅស្អាតម្នាក់ដឹងរឿងរបស់នគរអានគ្រប់ចាំងឲ្យតែពលិនេះចុះមកនោះអញ្ចឹងគឺល្អទៅទេនាំខ្ញុំទៅជាមួយខ្ញុំអាចជួយធ្វើរឿងជាច្រើនឲ្យលោកបានអ្នកទី1ព្រះនៅក្នុងរាជវាំងនិងរាជការរបស់នគរអានខ្ញុំក៏ដឹងតិចដែរជាលោកប្រាប់ព្រៀបនាំសារជាងសុំឲ្យគេសួរចម្លើយបាយឆាអ៊ីតែគេដឹងមិនដឹងពីលោកយីបាទគេខាងដល់ជើញអាសិស្សមានពីមកហើយគេចូលអ្នកសិក្សាបញ្ជូនចេញដល់ហើយសូមទុកចិត្តចុះពេលមនុស្សម្នាក់បង្ហាញខ្លួនភ្លាមត្រូវសម្រាប់ចោលមិនទុកហើយមនុស្សរបស់សំណាក់លីថៅបានទៅវិញអត់ដែរហើយខ្ញុំមិនរំខានតើអាចនឹងមានអ្វីប្រែប្រួលឯងខ្លាចហើយខ្ញុំមិនធានាទេគ្រាន់តែមនុស្សដែលលោកនេះជីរត់រួចមានធម្មសាស្ត្រ10000អាចនឹងជាអង្គរៈឲ្យស្វ័យអង្គរៈឲ្យស្វ័យទុកជាអ្វីទៅទោះបីជាអង្គរៈឲ្យឈាមជប់យើងបំផ្លាញរឿងល្អរបស់យើងដែរតែត្រូវតែស្អាតដូចតែខ្ញុំបាទខ្ញុំចេញទៅមួយបន្តិចណានាងចង់រើកណាត់សូត្រអីរើទៅស៊ីសំទោសអ្នកតាពីថ្ងៃនេះទីរបស់ពួកយើងបាត់ទ្វារហើយសំទោសការគេខ្លួនជាយ៉ាង30នាទីទៅអត់មានចេះមិនក៏ចេះចាស់ដែរតែនេះចឹងនឹងនៅទៀតបើជាល្អខ្ញុំមិននឹងមិនចង់ផ្ញើទៅសំណាក់ធំវិញមានព្រៀបដំសារដែរទេគឺមានខ្ញុំនឹងទៅបន្ទប់សំណាក់សូមជឿគេជាណាគឺនេះលោកស្គាល់គេគឺជាសិស្សអានប្រចាំឡានហ្វាំងនោះដែលនៅផ្លូវខាងលិចជំនាញខាងធ្វើសម្លេងថាតានេះជាមិនគេនៅទីមិនគេអាចខ្លាយបានសម្បត្តិបានព្រឹកមិញមានមនុស្សស្រីម្នាក់អស់មានខ្ញុំមួយដំឡឹងឲ្យខ្ញុំរៀននិយាយតាមគេពីឃ្លាបន្ទាប់មកទីនេះចាប់គឺអង្គរៈឆ្វេងមានចេតនាចាត់មកទីលើកនេះពួកយើងមិនអាចរកបានទេអង្គរៈឆ្វេងឈិនអត់ទេគឺអង្គរៈឆ្វេងចិនស៊ីមិនអាចទេគេស្លាប់បាត់ទៅហើយជួនជើងទៅរាជធានីនគរអានច្បាស់លោកចាំជិនស៊ីជាណាក៏មិនដូចឈ្មោះរបស់គេគឺពួកយើងយកនេះទាំងអស់នេះត្រឡប់ទៅនគរអានវិញដោយសុខសប្បាយគឺទេវតាថែរក្សាហើយហើយគេលោកថាគេយ៉ាងនេះឯងទៅចូលមកក្រុមអាវក្រហម2ឆ្នាំគឺច្បាស់ជាមិនអាចដឹងថានោះគឺគួរឲ្យខ្លាចបណ្ណាទេនៅក្នុងភ្នែករបស់អង្គរៈអាវក្រហមយើងនៅចំនួននោះគេគឺជាព្រេងនិទានតែម្ដងឆ្នាំនោះគេគ្រាន់តែជាបរិវារអាវក្រហមតូចតាចម្នាក់ធ្វើឲ្យលោកបញ្ជាក់ដំណើរគេជាអង្គរៈអាវស្វាយតែម្ដងគេជាគេទៅដល់ជោគជ័យបំផុតក្នុងដំណើរគេទៅដល់អាវក្រហមទៀតផងតែគេចេញបុកព្រៀងគឺគ្មានពីរកិច្ចណាដែលសម្រេចបានទេអ្នកអង្គចាស់ស៊ីព្រមអាសន្នយនីជាគឺសុទ្ធតែតាមក្នុងដៃគេក្រោយមកក្រឹបរយៈពេល1ខែគេបានសម្រាប់ធ្វើអង្សៀនទិញណាំសឹងតែជាបេសកជនទាំង3ចោលទាំងអស់គឺត្រូវព្រះអង្គតែងតាំងជាអង្គរៈឆ្វេងនៅទីបញ្ជាការធំដាច់ផ្ទាល់ទៀតផងតែមិនខ្ញុំមិនធ្លាប់មានវិធីសាស្ត្រជា5ឆ្នាំមុនគេព្រោះតែមានកំណត់អាក្រក់ធ្វើឃាតអតីតព្រះមហាសីចៅជាត្រូវគេឡោមព័ទ្ធឲ្យទៅសម្រាប់ខ្លួននៅក្នុងគុកព្រះអង្គខ្ញាល់ណាស់ឲ្យចេញរាជបញ្ជាcấpទីសាកសពចោលព្រមទាំងដាក់បញ្ជាឲ្យមនុស្សទាំងអស់មិនឲ្យរំលឹកពីឈ្មោះរបស់គេតែក្រោយមកមនុស្សស្មានថាគេនៅរស់នៅឡើយវាស្អីហ្នឹងទីឡាងនាងមានចេតនាបញ្ឆោតឲ្យខ្ញុំមកខ្ញុំល្ងងខ្លៅនាងនៅទីងងឹតម្នាក់ឯងខ្ញុំមានកូនចៅជាច្រើននាក់នាងមានចេតនាបញ្ឆោតឲ្យខ្ញុំចេញមកខាយចាំងមកហើយបន្ទាប់មកក៏វាយឆ្មត់តាមផ្លូវតែម្ដងសំជាអង្គរៈឆ្វេងយិនមែននាងជាណាអង្គរៈ
អាស្វារបស់នគរអូជាសាននាងពេលដែលនាងជួបរស់ស្មាក់នៅយ៉ាងនិយាយលើខ្ញុំគ្រាន់តែជាកូនចៅអាក្រហមដល់ទៅតែម្នាក់ប៉ុណ្ណោះគ្មានឱកាសទទួលបានការកោះហៅពីនាងទេមិននាងស្គាល់ខ្ញុំទៅហើយគាត់តែដាក់ពីថ្មីដែររបស់ខ្ញុំដែរប្រាប់មកក្នុងនាមនាងជាមេបាក់សាខានៅនគរអូហើយនៅតែចង់ក្បត់នឹងកូនចៅសម្រាប់ជីវិតរបស់មនុស្សទាំង40ប្រពៃណីរបស់បាក់សាខានៅអូទូនេះអញ្ចឹងខ្ញុំមិនហ៊ានសម្រាប់ចិត្តខ្លួនឯងទេនេះជាបញ្ជារបស់សំណាក់ធំខ្ញុំចិត្តដល់ពេលស្លាប់ទៅហើយមិនហ៊ាននិយាយទេទៅឆ្នាំមុនឆ្នាំកាត់ដៃរបស់ខ្ញុំបាក់សាខានៅអូទូទទួលបានមាន2000តម្លឹងទៅទិញក្បាលលោកអាម៉ាហ៊ូដែលនៅក្បែរខ្លួនស្ដេចអូតែប្រាក់នាងនៅក្នុងសភៅបញ្ជារបស់បាក់ធំគឺ5000តម្លឹងបាក់ធំមានមនុស្សកេងប្រវត្តិណាមែនហើយរឿងនេះត្រូវអង្គរៈអាស្វារបស់អូទូដឹងបាក់ធំខ្លាចគេបកក្រាក៏ជាបញ្ជាខ្ញុំបំបត្តិមកទីខ្ញុំប្រសិទ្ធចង់ធ្វើរឿងនេះបានល្អឥតខ្ចោះក៏តែរកសំណាក់លីវតាសហការគ្នាពួកគេក៏ចង់ជិះរកការសាងគុណសម្បត្តិដែរហេតុនេះពួកយើងក៏សហការគ្នាទៅមនុស្សរបស់សំណាក់លីវតាឲ្យនាង3000តម្លឹងដល់យកជីវិតមនុស្ស47នាក់នឹកម្ចាស់ជាការរកស៊ីរបស់នាងពិតជាធ្វើបានល្អមែនសូមអ្នកនាងអធិស្ឋានផងឬមួយអ្នកនាងមិនចង់ដឹងថាមនុស្សដែលគេប្រវត្តិនៅក្នុងបាក់ធំនោះជានរណាទេនាងអាចប្រាប់ទេឲ្យតែអ្នកនាងទុកជីវិតឲ្យខ្ញុំនឹងប្រាប់គ្រប់យ៉ាងដល់នាងមនុស្សម្នាក់នោះគឺជា